បងបងធัวខ្ញុំមានធัว3ចង់ជម្រាបជូនបងទៅខាងវៀតណាមណាបងបងដែលចង់ត្រូវចេញដំណើរហ្មងគឺទៅខាងកោះត្រល់រយៈពេល3ថ្ងៃ2យប់ទៅថ្ងៃ13មកថ្ងៃ15បងតម្លៃគឺ288តម្លៃហ្នឹងគឺជាកញ្ចក់ Premium Tour បងកញ្ចក់ Premium Tour គឺបូករួមបញ្ចូលនឹងសេវាកម្មហើយថែមទាំងគុណភាពអ្វីផ្សេងៗគឺស្ថិតនៅគេហៅថាក្នុងលំដាប់នៃការរៀបចំរបស់ខ្ញុំដែរអញ្ចឹងម្ហូបក៏ឆ្ងាញ់សន្តាគារក៏ស្អាតហើយរួមបញ្ចូលជីកធွာជាអីបញ្ចប់ហើយបងអត់មានត្រូវបង់លុយអីញ៉ៃផ្សេងទៀតទេណាបងតាំងពីដើមមកគឺ288ចំណាយធัว100ជាងរីរងហ្នឹងគឺខ្ញុំអត់មានធ្វើទេដោយសារតែពិបាកកម្រិតអតិជនគឺយើងមានបែងចែកតាមគេហៅថាទីកំណត់នៃទីផ្សារដែរអញ្ចឹងណាអញ្ចឹងខាងខ្ញុំគឺអត់មានទេបងមានតែ288នឹងបងហ៊ានបង់លុយប៉ុណ្ណឹងបងទៅបងមើលគុណភាពទៅគឺដឹងហើយតម្លៃប៉ុណ្ណឹងរយៈពេល3ថ្ងៃ2យប់សន្តាគាររៀបជូនបងមកស្អាតមកសមរម្យហើយមហូបអាហារអីបងដឹងហើយសូម្បីខ្ញុំនិយាយថាខ្ញុំលក់កញ្ចប់ Premium Tour ក៏ខ្ញុំដែរហ៊ាននិយាយថាធัวខ្ញុំល្អណាខ្ញុំតែនិយាយថាមកស្អាតមកសមរម្យឯងបងខ្ញុំមិនដែលហ៊ាននិយាយឲ្យលើសពីអ្វីដែលខ្ញុំធ្វើបានទេអញ្ចឹងខ្ញុំសង្ឃឹមថាបងដែលគាត់ជាអ្នកដើរលេងគាត់នឹងវិញ្ញាណបែងចែកបានហើយហ្នឹងត្រូវសេសស៊ីសលើបងឯងអញ្ចឹងទៅកោះត្រល់13មកវិញ15ខែ6ម្នាក់288ហើយសម្រាប់ទៅខាងដាណាងហួយអានកន្លែងស្ពានបាក់ដៃបងអាហ្នឹងចេញតារាងថ្ងៃទី13មកវិញ15អញ្ចឹងបងអាចអូមែនទេ13អីចេញតារាងថ្ងៃ11ចឹងសមមួយថ្ងៃទៅប៉ុន្តែអាចទទួលបានបើសិនជាបងចង់ចូលរួមជាមួយណាតម្លៃធัวបូកបញ្ចប់ដែរគឺ455ទេកម្រិតធัวក៏ Premium ដែរយើង upgrade អូតែ upgrade ម្ហូបធัวខ្ញុំទាំងអស់សិតតែ upgrade ទាំងអស់បងអត់ upgrade ទេដាក់ធัว original មកពីខាងគេដាក់ឲ្យយើងមកប៉ុណ្ណាយើងអត់ថែមម្ហូបយើងអត់ដូរតែអត់អីទេគឺអន់ហ្មងនិយាយតាមត្រង់ហ្មងហើយដូចរបៀបថាយើងធ្លាប់ដៃយើងថែមយើងអត់ធ្លាប់មានអារម្មណ៍ថាពិបាកហើយខ្ញុំនិយាយត្រង់ខ្ញុំរងថ្ងៃខ្ញុំធ្វើប៉ុណ្្នឹងហើយនៅមានភ្ញៀវ complain ខ្ញុំឡើយទេនៅតែមានភ្ញៀវគាត់ចង់បានល្អលើសនឹងទៀតអញ្ចឹងណាប៉ុន្តែយ៉ាងណាក៏ខ្ញុំធ្វើទៅតាមកម្រិតនៃទីផ្សារដែរកាលណាល្អហួសហេតុពេកល្អខ្លាំងពេកលុយវាបង់តាមនឹងដែរអញ្ចឹងមិនលុយបង់តាមនឹងពេកទៅក៏ធ្វើឲ្យយើងបាត់បង់ភ្ញៀវដែរអញ្ចឹងខ្ញុំធ្វើតាមកម្រិតទីផ្សារដែលខ្ញុំជ្រើសរើសមកនេះមកល្មមមកបងថាអ្នកចង់ទៅសោយសុកចង់ទៅដើរលេងយ៉ាងហោចបានញ៉ាំឆ្ងាញ់គេងស្រួលដើរលេងរីករាយអាហ្នឹងជាពាក្យស្លោកដែលខ្ញុំប្រកាន់ជាប់នៃការរៀបចំធัวហ្នឹងហើយឥឡូវមានមួយទៀតនៅដាក់ហាណូយហាឡុងបេជាមួយនឹងសាប៉ាកន្លែងហ្នឹងក៏ស្អាតដែរហើយម្ហូបក៏ដូចគ្នាអញ្ចឹងម្ហូបក៏ដូរអូតែក៏ upgrade ដែរបងមកទៅហូបបន្ថែមលុយឲ្យគេដែរបើអត់ថែមទេមកពេលចោលលុយអីធัวនេះគឺម៉ៅមកចប់ដែរ655ហើយធัวខ្ញុំលក់ខុសត្រូវ30-40រៀលគឺខ្ញុំអត់សាំញ៉ាំមួយភ្ញៀវឯងបងភ្ញៀវដែលគាត់សាំញ៉ាំគឺគាត់ទិញខ្ញុំអត់ត្រូវទេដោយសារខ្ញុំធ្វើអត់ចង់ឲ្យភ្ញៀវហ្នឹងទៅខកខានកន្លែងដែលសំខាន់ដើរលេងទេហើយអត់ធ្វើឲ្យភ្ញៀវហ្នឹងសំលុយបាន4-5-600ហើយសំតាំងពេលវេលាហើយមកខាត់អារម្មណ៍ជាមួយខ្ញុំទៀតខុសត្រូវ30-40រៀលហ្នឹងត្រូវអូអត់នាំភ្ញៀវទៅអត់នាំភ្ញៀវចូលទៅហើយអ្នកខ្លះចូលអ្នកខ្លះអត់ចឹងណាពិបាកណាស់អញ្ចឹងដើរធัวបែងចែកវណ្ណៈញ៉ៃអញ្ចឹងពិបាកដើរណាអញ្ចឹងទៅខ្ញុំអត់សាន់វ៉ាន់អញ្ចឹងឯងខ្ញុំធ្វើគឺសរុបហ្មងភ្ញៀវគាត់អាចមានលទ្ធភាពទៅធัวខ្ញុំបានទៅខ្ញុំជំរាបឲ្យថាលក្ខខណ្ឌធัวខ្ញុំមិនអញ្ចឹងណាព្រោះខ្ញុំធ្វើធัวរាប់សិបឆ្នាំខ្ញុំដឹងហើយចុងក្រោយខ្ញុំអត់ចង់ឲ្យភ្ញៀវមកខឹងមកជេរយើងដល់ក្រុមហ៊ុនទេបងធ្វើប៉ុណ្ណឹងហើយនៅគេមិនចង់ថាយើងល្អផងនិយាយចេះវិញនិយាយត្រង់ស្មោះអស់ពីចិត្តហ្មងហើយអាចិត្តយើងហ្នឹងចិត្តយើងយ៉ាងហោចក៏យើងមានអីបញ្យល់ប្រាប់ខ្លួនឯងថារងឯងយើងធ្វើដល់កម្រិតហ្នឹងហើយបើភ្ញៀវមិនពេញចិត្តទៀតមានតែគាត់ទិញ private ហើយគាត់បន្ថែមលុយគាត់បន្ថែមសេវាដែលគាត់ចង់បានទៅអញ្ចឹងណាប៉ុន្តែបើក្នុងចំណោមពាក្យថាធัวហ្មងណាឆ្អែតហល់ដល់កំពង់កហ្មងនិយាយតាមត្រង់និយាយមែនណាចង់ណាធ្វើល្អប៉ុន្តែពេលដែលយើងធ្វើល្អទៅបងគិតមើលម្ហូបបន្តិចអូតែបន្តិចស្អីបន្តិចឡានបន្តិចលុយបន្តិចមនុស្សបន្តិចអីបន្តិចបោកចូលគ្នាមកឃើញខុសត្រូវធัวលើទីផ្សារ100 200គេអត់ទៅទេពិបាកអញ្ចឹងណាអញ្ចឹងគ្រាន់ថាឥឡូវកម្រិតដែលខ្ញុំយកមកជ្រើសរើសនេះបើសិនជានៅក្នុងលំដាប់ធัวនៅស្រុកខ្មែរហ្មងណាបងទទួលយកបានហើយប៉ុណ្ណឹងណាហើយបើសិនជាទទួលយកបានទៀតមួយទៀតទៅ
វាអត់មានឃើញអីទិញលើសហ្នឹងទៀតអានេះខ្ញុំទៅមើលដែរអញ្ចឹងណាលុះត្រាតែយើងចង់ private ខ្លាំងយើងចង់ high ខ្លាំងយើងចង់លុយខ្លាំងម៉ៅធัวហើយរៀបលំដាប់កម្រិតដែលយើងចង់បានគេផ្កាយ5ទាំងអស់ផ្កាយ5 international មានផ្កាយ5 international មានផ្កាយ5 local អញ្ចឹងណាមានតែកម្រិតបែបអញ្ចឹងទេហើយបើសិនជាធัวទូទៅគេលក់ប្រម៉ូភ្ញៀវរាយមកក្នុងចំណោមខ្ញុំហ៊ានធានាថាបងស្គាល់ខ្ញុំទីមួយខ្ញុំអត់កោបងដោយសារឯកម្រិតចំណេញគឺខ្ញុំមានការបូកត្រឹមត្រូវរបស់ខ្ញុំអញ្ចឹងណាមិនមែនថាយើងពួយបានជាពួយបានជាពួយជន់បានជាជន់អស់ហើយអត់ធ្វើអញ្ចឹងឯងរកស៊ីអត់ត្រូវការធ្វើអញ្ចឹងឯងយើងមានកម្រិតយើងមានស្តង់ដារយើងមាន system យើងវាស់មានຂ្នាតមានរង្វាស់យើងត្រឹមត្រូវ quality service របស់យើងគឺយើងមានក្បួនខ្នាតក្រិតក្រំត្រឹមត្រូវបងមិនថាយើងចេះវត្តភ្ញៀវឯណាមិនមែនទេនឹងខ្ញុំហ៊ានធានាថាបងធំតដើរលេងធัวមកសុបាយចិត្តមកអូខេបងរាប់អានខ្ញុំគឺហ៊ានធានាថាអត់ខុសហ្មងហើយខ្ញុំនិយាយនេះគឺចេញពីទឹកចិត្តហើយនឹងចេញពីបេះដូងស្មោះរបស់ខ្ញុំទៅបងវិញដែរហើយកន្លងមកក៏អរគុណច្រើននៅបងច្រើនដែលគាត់គ្រប់គ្រងច្រើនមិនថាសេវាកម្មធัวសេវាកម្មអនឡាញផ្សេងឯងគ្រប់គ្រងច្រើនមែនតើឆាតមកទិញសក់គ្រប់បែបយ៉ាងទាំងអស់អរគុណច្រើនហើយបងអើយអរគុណអញ្ចឹងសូមផ្ដាំផ្ញើបងចង់ទៅវៀតណាមបងក្នុងខែ6ហ្នឹងម្លងខែ6ហ្នឹងនៅមានកន្លែងអាចអញ្ជើញទៅបានហើយជាពិសេសធัวហាណូយហាឡុងសាប៉ានេះនៅខ្វះភ្ញៀវខ្វះ10នាក់ឯទៀតបើសិនជាមាន10នាក់ឯទៀតហ្នឹងបាទយើងអាចចេញរួចឥឡូវហ្នឹងយើងនៅប្រម៉ូភ្ញៀវឡើយអញ្ចឹងបើសិនជាបងចង់ចេញទៅចេញតារាងថ្ងៃទី18ខែ6នេះហើយចា